Digital fatigue ឬភាពហត់នឿយ Digital គឺជាស្ថានភាពនៃភាពហត់នឿយផ្នែកស្មារតីផ្លូវចិត្តនិងរាងកាយដែលកើតឡើងពីការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងបណ្ដាញសង្គមជ្រុលហួសកំណត់វាមិនមែនជាការឈឺភ្នែកឬស្រវាំងភ្នែកធម្មតាទេប៉ុន្តែវាអាចប៉ះពាល់ខ្លាំងដល់ប្រព័ន្ធប្រសាទការផ្ដោតអារម្មណ៍និងសុខភាពផ្លូវចិត្តរបស់អ្នកផងដែរសញ្ញាសំខាន់នៃ Digital fatigue ប្រសិនបើអ្នកកំពុងជួបប្រទះសញ្ញាខាងក្រោមនោះអាចជាសញ្ញាថាអ្នកកំពុងតែរងផលប៉ះពាល់ពី Digital fatigue សម្រាប់ផ្នែកភ្នែកអ្នកអាចនឹងជួបអាការៈស្រគាភ្នែកស្រវាំងភ្នែកភ្នែកស្ងួតឬឈឺភ្នែកសម្រាប់ផ្នែកស្មារតីអ្នកអាចនឹងជួបអាការៈពិបាកផ្ដោតអារម្មណ៍លើការងារឆាប់ភ្លេចភ្លាំងមានអារម្មណ៍ថាខួរក្បាលស្ពឹកឬធ្ងន់សម្រាប់ផ្នែកផ្លូវចិត្តវិញអ្នកអាចនឹងជួបអាការៈឆាប់ខឹងមួម៉ៅឬអន្ទះអន្ទែងនិងមានអារម្មណ៍ថាឯកាទោះបីជាកំពុងឆាតជាមួយអ្នកដទៃក៏ដោយនិងចំពោះផ្នែករាងកាយអ្នកនឹងអាចជួបអាការៈឈឺកស្មាខ្នងគេមិនលក់ឬគេមិនស្រួលជាដើមហើយអ្វីបានជាបណ្ដាញសង្គមបង្កឲ្យមាន Digital fatigue មូលហេតុទី1គឺការទទួលព័ត៌មានលើសកម្រិតខួរក្បាលមនុស្សមិនបានរចនាឡើងដើម្បីទទួលយកព័ត៌មានរាប់រយរាប់ពាន់ក្នុងរយៈពេលខ្លីៗនោះទេការអូសមើលវីដេអូខ្លីៗនិងមាតិកាច្រើនពេកបង្ខំឲ្យខួរក្បាលធ្វើការមិនឈប់សម្រាកដែលនាំឲ្យហត់នឿយយ៉ាងឆាប់រហ័សមូលហេតុទី2គឺការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃការមើលឃើញតែជីវិតល្អឥតខ្ចោះរបស់អ្នកដទៃនៅលើបណ្ដាញសង្គមធ្វើឲ្យយើងប្រៀបធៀបខ្លួនឯងទៅកាន់អ្នកដទៃដោយមិនដឹងខ្លួនដែលបង្កើតភាពតានតឹងនិងសម្ពាធផ្លូវចិត្តនិងមូលហេតុទី3គឺការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍លឿនពេកការជូនដំណឹងដែលលោតឡើងជាញឹកញាប់បង្ខំឲ្យខួរក្បាលបដូរពីការងារមួយទៅការងារមួយជាប់គ្នាដែលជាកត្តាធំក្នុងការបំផ្លាញថាមពលខួរក្បាលវិធីការពារនិងកាត់បន្ថយ Digital fatigue អ្នកអាចចាប់ផ្ដើមថែរក្សាខ្លួនឯងតាមវិធីសាស្ត្រសាមញ្ញដូចជាច្បាប់20 រាល់ការមើលអេក្រង់20នាទីត្រូវសម្រាប់ភ្នែកដែលសម្លឹងមើលទៅចម្ងាយ20ហ្វីតប្រហែល6ម៉ែត្ររយៈពេល20វិនាទីកំណត់ពេលឈប់សម្រាប់ប្រើប្រាស់មុនគេងយ៉ាងតិច1ម៉ោងមុនចូលគេងអ្នកគួរតែជៀសវាងការប្រើទូរស័ព្ទឬអេក្រង់ផ្សេងៗបិទ notification ដែលមិនចាំបាច់ការបិទ notification ដែលមិនចាំបាច់គឺជាការកាត់បន្ថយការរំខានដើម្បីឲ្យខួរក្បាលមានពេលសម្រាកនិងផ្ដោតលើអ្វីដែលសំខាន់និងចំណុចមួយទៀតគឺការកម្សាន្តដោយមិនពឹងផ្អែកលើ Digital អ្នកអាចជំនួសការអូសទូរស័ព្ទដោយការដើរហាត់ប្រាណអានសៀវភៅក្រដាសឬចំណាយពេលជាមួយមនុស្សជុំវិញខ្លួនជាដើម Digital fatigue មិនមែនជារឿងតូចតាចទេប្រសិនបើមិនអើពើនិងទុកវាយូរវាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជាការថប់បារម្ភឬការបាក់ទឹកចិត្តការកាត់បន្ថយពេលប្រើប្រាស់ Digital ថ្ងៃនេះគឺជាការវិនិយោគលើសុខភាពផ្លូវចិត្តរបស់អ្នកនៅថ្ងៃស្អែក